ចាប់ខ្លួនជនសង្ស័យជនជាតិចិន2នាក់ដែលជាប់ពាក់ព័ន្ធនឹងករណីសម្លាប់ក្មេងស្រីម្នាក់រួចយកទៅកប់ដីទាំងអាក្រាតកាយនៅក្បែរផ្សារទំនើប Eon 3 សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនចំនួន2នាក់ពាក់ព័ន្ធនឹងករណីសម្លាប់ក្មេងស្រីម្នាក់និងយកទៅកប់ដីទាំងអាក្រាតកាយនៅក្បែរផ្សារទំនើប Eon 3 ស្ថិតនៅក្នុងសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញកាលពីថ្ងៃទី1 ខែមីនាឆ្នាំ2025 កន្លងទៅក្រោយទទួលបានពាក្យបណ្ដឹងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវតាមនីតិវិធីនិងជំនាញរហូតប្រទះឃើញសាកសពនារីម្នាក់ដែលមានពិនភាកដូចទៅនឹងនារីរងគ្រោះដែលសង្ស័យថាជាករណីឃាតកម្មត្រូវបានគេកប់ដីខ្សាច់ក្បែរផ្សារទំនើប Eon 3 ស្ថិតនៅក្នុងសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញភ្លាមនោះកម្លាំងជំនាញបានបន្តស្រាវជ្រាវដោយឃាត់ខ្លួនបានជនសង្ស័យ2នាក់ទី1ឈ្មោះឈិងឈွងភេទប្រុសអាយុ30ឆ្នាំជាជនជាតិចិនកាន់លិខិតឆ្លងដែនលេខ EM 2676 148ត្រង់ចំណុចអគារព្រីនស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញជនសង្ស័យទី2ឈ្មោះលីហាវហាវភេទប្រុសជាជនជាតិចិនអាយុ34ឆ្នាំកាន់លិខិតឆ្លងដែនលេខ EB 20 13601ត្រង់ចំណុចស្ពានអាកាសចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញក្រោយពីការសាកសួរអ្នកទាំងពីរបានសារភាពថាពួកខ្លួនពិតជាបានចូលរួមក្នុងការធ្វើសកម្មភាពសម្លាប់នារីរងគ្រោះខាងលើមែនកាលពីយប់ថ្ងៃទី27 ខែកុម្ភៈឆ្នាំ2025ដោយមានឈ្មោះយ៉ាងកាយៀនភេទប្រុសអាយុ26ឆ្នាំជាជនជាតិចិនកាន់លិខិតឆ្លងដែនលេខ EL 4710 161រត់គេចខ្លួនជាអ្នករៀបចំគម្រោងសម្លាប់នារីរងគ្រោះដោយមូលហេតុថានារីរងគ្រោះបានដឹងរឿងសម្ងាត់របស់ពួកខ្លួនបច្ចុប្បន្នជនសង្ស័យទាំងពីរនិងវត្ថុតាងត្រូវបាននាយកដ្ឋានបញ្ជូនទៅកាន់សាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការបន្តនីតិវិធី